សួស្តីអ្នកនរគ្នាខ្ញុំសួស្តីអញ្ចឹងគឺថានេះហ្នឹងគឺខ្ញុំបានយករឿងមួយតែហ្នឹងគឺជារឿងរបស់បរទេសណាអ្នកនរគ្នាហើយខ្ញុំខ្ជិលថតវីដេអូខ្លួនឯងដោយសាររវល់រៀនរវល់អីអញ្ចឹងណាគឺបានថតវីដេអូទេតោះឥឡូវយើងចូលទៅមើលរឿងហ្នឹងទាំងអស់គ្នាហ្មងតាជាបងហ្នឹងគឺថាប្តីរបស់នាងហ្នឹងគឺបានស្លាប់អញ្ចឹងហើយគឺនាងបានយកសោកស្ដាយអញ្ចឹងណាហើយពេលហើយទៅនាងក៏បានដើររៀបចំកៅអៅដើម្បីទៅទិញម្ហូបអីអញ្ចឹងទៅហើយប្តីរបស់នាងនេះគឺតាមនាងរហូតហ្មងអ្នកនរគ្នាអត់ឈប់អីអញ្ចឹងណាតាមការពារប្រពន្ធរហូតឥឡូវមកដល់ប្រពន្ធរបស់គេវិញហ្នឹងគឺថានាងកំពុងតែដើរទៅទិញម្ហូបអីអញ្ចឹងណាទៅទិញម្ហូបយកមកធ្វើម្ហូបឆ្លអីអញ្ចឹងទៅហើយអញ្ចឹងទៅគឺថាប្តីគេហ្នឹងគឺថាតាមរហូតមកអ្នកអស់តាមខ្លាចប្រពន្ធកាត់អីអញ្ចឹងណាគឺអត់ហ៊ានទៅចាប់ជាទេឥឡូវក៏លេចមកមើលហាងលក់អីវ៉ាន់វិញគឺថាប្រពន្ធរបស់គាត់ហ្នឹងគឺបានមកទិញអីវ៉ាន់នៅកន្លែងហាងមួយហ្នឹងអញ្ចឹងណាហើយឲ្យតែប្រពន្ធតារាដឹងតែប្តីហ្នឹងទៅតាមរហូតមកអ្នកអស់គ្នាហើយពេលនោះស្រាប់តែមេឃភ្លៀងមកអ្នកអស់គ្នាគឺភ្លៀងអត់មានមេឃអាណិតអីចឹងពេលយើងទៅហាងផ្ទះគឺថាមេឃភ្លៀងតែម្ដងឡើយគឺថាយើងសើមចុះវិញអ្នកអស់គ្នាហើយឡើយនោះគឺថាប្តីរបស់យើងនេះគឺបានមកទៀតហើយនឹងអ្នកអស់គ្នាអាចឈប់ទេទោះបីប្រពន្ធតាណាចាំនៅតែតាមតែពេលចឹងទៅយើងក៏បានមកច្រកកន្លែងហាងពូលោកប្រទាវអីចឹងណាដោយសារមេឃភ្លៀងខ្លាំងមែនទេហើយចឹងណាប្តីរបស់យើងគិតថាមានតែចុះឲ្យមេឃហ្នឹងបាត់ភ្លៀងទេដើម្បីឲ្យប្រពន្ធគាត់ហ្នឹងដើរទៅផ្ទះដើម្បីធ្វើម្ហូបអីចឹងណាឥឡូវនេះគឺថាគាត់កំពុងតែចុះធ្វើឲ្យមេឃហ្នឹងបាត់ភ្លៀងឆ្លាស់ទៅដើមវិញចឹងណាដើម្បីឲ្យប្រពន្ធរបស់គាត់ហ្នឹងបានដើរទៅផ្ទះវិញពេលគាត់ជប់ហើយទៅគឺថាមេឃក៏បានស្រឡះស្អាតទេមកអ្នកអស់គ្នាហើយប្រពន្ធរបស់គាត់ហ្នឹងគឺសប្បាយចិត្តខ្លាំងមែនទែននឹងក៏បានដើរទៅផ្ទះអញ្ចឹងណាបើចង់ឲ្យ admin យល់រឿងអីទៀតអាចខមមិនខាងក្រៅបានឥឡូវហ្នឹងបើពេលអញ្ចឹងហើយប្តីគេណាក៏បានដឹងទៅណាបាត់ទេវិញហើយប្រពន្ធរបស់គេណាក៏បានដើរទៅផ្ទះដើម្បីធ្វើម្ហូបអីអញ្ចឹងណាពេលនាងពងញ៉ាំហ្នឹងក៏បានគិតរឿងប្តីរបស់នាងកាលនៅរស់អីចឹងណាពេលចឹងឲ្យដូចនាងញ៉ាំបាយអត់ចូលអញ្ចឹងហើយអញ្ចឹងទៅគឺថានាងក៏បានញ៉ាំបាយបន្តអីអញ្ចឹងណាហើយអញ្ចឹងហើយគឺថាប្តីគេនឹងមកទៀតតាមប្រពន្ធគ្រប់ពេលវេលាគ្រប់ទីកន្លែងតែម្ដងពេលហើយទៅមេក៏បានយប់ទៅអីចឹងណាអ្នកទាំងអស់គ្នាកុំភ្លេចរងចាំរឿងមុនស្នេហ៍កូនអ្នកលក់នំផងអ្នកទាំងអស់គ្នាadmin នឹងធ្វើឆាប់ឥឡូវពេលមកដល់ប្រពន្ធរបស់គេវិញណាពេលយប់ហ្នឹងនាងក៏បានដេកអីចឹងឲ្យប្តីគេនឹងមកទៀតហើយមេក៏បានភ្លឺឡើងអីចឹងណាអីចឹងណាអត់ចេះហត់សោះហើយពេលហើយតើក៏លេចមកមើលទីក្រុងសាកូរ៉ាជប៉ុនយើងវិញគឺថាពេលព្រឹកឡើងអីចឹងគេបាននាំគ្នាមករៀនចឹងទៅជារៀងរាល់ថ្ងៃអីចឹងណាសម្រាប់អ្នករៀនសាកូរ៉ាដឹងច្បាស់អស់ហើយសាសគេហ្នឹងគឺថាមករៀនរហូតហ្មងអាចចេះឈប់សោះអើយហើយយើងក៏លេខមកមើលអ្នកគ្រូយើងវិញណាក៏កំពុងតែធ្វើការងារអញ្ចឹងទៅលោកគ្រូច្រើនខ្លាំងមែនទែនហ្មងអ្នកនរគ្នាហើយប្តីគេនឹងមកមើលប្រពន្ធគេទៀតហើយមកមើលហ្មងគ្រប់ពេលវេលាហ្មងអ្នកនរគ្នាគេឃើញប្រពន្ធគេអញ្ចឹងគេសើចដល់កឥឡូវនេះគឺថាយកមកមើលសាលារៀនគេវិញអ្នកគ្រូនឹងសម្រាប់ពីការងារធ្វើកុំព្យូទ័រគេអញ្ចឹងណាឥឡូវនេះគឺថាគាត់បានមកបរៀនសិស្សឲ្យអ្នកទាំងអស់គ្នាសិស្សគេស្ងាត់ស្រៀបហ្មងអ្នកទាំងអស់គ្នា
ហើយស្រាប់តែកំពុងរៀនសក់ហ្នឹងគឺថាមានសិស្សប្រុសម្នាក់អ្នកទាំងអស់គ្នាគឺអត់បានមករៀនហ្មងយូរជាងគេអ្នកទាំងអស់គ្នាហើយគេរៀនរងលាន់ថ្នាក់អស់នេះថ្ងៃហ្នឹងនៅតែមួយនឹងមួយជាមួយពេលដល់ថ្នាក់ដឹងអ្នកគ្រូថាមិនទេតែយើងកលេចមើលអាប្រុសហ្នឹងវិញណាដឹងមិនទេអូយកើមបងអ្នកទាំងអស់គ្នាជាមួយអ្នកគ្រូគេនឹងចាប់បានអត់ទេណាស្រាប់តែកំពុងដើរសក់ហ្នឹងគឺថាអ្នកគ្រូមកចាប់បានតែម្ដងអ្នកទាំងអស់គ្នាជាមួយអ្នកគ្រូធ្វើមិនទេadmin សូមបិទការបញ្ចូលសម្លេងមកភ្លេចបន្ទាប់ពីអ្នកគ្រូបានបិហើយគឺថាដាក់បែកនឹងងាប់នៅទេវើយឥឡូវហ្នឹងគឺថាបែកហ្នឹងគឺគុំអ្នកគ្រូតែម្ដងដល់អ្នកគ្រូកើតអីទេនេះហើយកលេចមកមើលស្លាយយើងវិញហ្នឹងគឺថាបានយកไปសួរដល់ម៉ោងចេញទៅផ្ទះហើយអ្នកនរគ្នាគឺថាហើយគេបានរត់ទៅផ្ទះអស់លេងគេសារដល់ម៉ោងចេញទៅផ្ទះអីចឹងណាអ្នកនរគ្នាហើយអ្នកគ្រូរបស់យើងហ្នឹងគឺថាបានដល់ទៅផ្ទះហើយដោយសារម៉ោងចេញទៅផ្ទះអីចឹងណាដល់អ្នកគ្រូជួបរឿងអីអាបែកណាស់ដើរមកពីណាពីណីទេហើយកាន់ឡើងនំអីមួយនេះដឹងមិនទេតែអស់គ្នាអ្នកគ្រូយើងហើយអ្នកគ្រូនឹងក៏បានមកតាមតនអញ្ចឹងណាគាត់ក៏បានជប់អោយហើយក៏បានអោយដុំហ្នឹងគឺនៅតែមួយកន្លែងអោយដើម្បីអោយអ្នកគ្រូដើរទៅហើយយើងកលេចទៅមើលហាងនេះមើលទៅហើយគឺថាអ្នកគ្រូយើងគឺបានដើរចូលមកហាងនោះទេណាដឹងថាគាត់ទៅទិញអីទេហើយពេលហើយស្រាប់តែឡានណាគេអត់មានក៏អត់ដឹងដែរហ្នឹងអត់មានប្រកាសថាមិនដឹងថាឡានណាគេដែរណាហើយឥឡូវហ្នឹងគឺថាអ្នកគ្រូយើងគឺបានដើរមកហើយឬក៏ឡានណាគេមកយកគាត់ក៏មិនដឹងដែរអត់មានអត់ច្បាស់ដែរណាហើយស្រាប់តែឡានហ្នឹងជិះទៅហ្មងអ្នកនរគ្នាជមើលដឹងជីដំណើរទៅណាជិះទៅបុកអ្នកគ្រូហ្នឹងហើយបុកអត់បានទេអ្នកនរគ្នាគឺថាប្តីរបស់អ្នកគ្រូហ្នឹងគឺមកបាំងតន់អីចឹងណាហើយដល់អាប៉ែហ្នឹងមិនទេអាពេលហើយចឹងគឺថារឿងយើងចប់ហើយហ្នឹងហើយអ្នកនរគ្នាកុំភ្លេចជួយចុច Subscribe បាយបាយ